បាទសូមជម្រាបសួរពុកម៉ែបងប្អូនដែលចូលចិត្តការចិញ្ចឹមសត្វទាំងអស់គ្នាជាទីគោរពរាប់អានឥឡូវថ្ងៃនេះត្រឡប់មកជួបខ្ញុំបានម្ដងទៀតនៅក្នុង Channel YouTube របស់ខ្ញុំបាទ Cable Farm ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍របស់បងប្អូនត្រឡប់មកវិញតកតងទៅនឹងការចិញ្ចឹមសត្វរបស់យើងទាំងអស់គ្នាម្ដងទៀតបាទដោយវីដេអូរដងដែរដែលខ្ញុំតែងតែនិយាយលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាឲ្យចូលចិត្តនឹងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារការដាំបន្លែជាលក្ខណៈគ្រួសាររៀងខ្លួននៅតាមសហគមន៍បាទដើម្បីបង្កើនចំណូលដល់សេដ្ឋកិច្ចគ្រួសារដើម្បីកាត់បន្ថយការចំណាយផ្សេងមិនចាំបាច់នៅក្នុងគ្រួសារក៏ដូចជាដើម្បីជួយទ្រទ្រង់នៅសេដ្ឋកិច្ចសហគមន៍របស់យើងឲ្យបានល្អផងដែរដោយបងប្អូនបានដឹងស្រាប់ហើយកន្លងមកនេះតាមរយៈសេដ្ឋកិច្ចរបស់ប្រទេសជាតិយើងនៅជុំវិញប្រទេសជាតិយើងនេះប្រទេសជាតិខាងរបស់យើងគេតែងតែធ្វើបាបក៏ដូចជាគេតែងតែតម្លើងតម្លៃទំនិញតម្លៃសាច់សពបែបយ៉ាងចំពោះយើងក៏ដោយសារយើងមិនបានគិតគូរសម្រួលជីវភាពគ្រួសាររបស់យើងតាមរយៈការចូលរួមចិញ្ចឹមសត្វចូលរួមដាំដំណាំអីបន្លែផ្លែផ្កាជាដើមរបស់យើងបាទអញ្ចឹងដូចខ្ញុំធ្លាប់និយាយក្នុងវីដេអូមុនអញ្ចឹងការចិញ្ចឹមសត្វលក្ខណៈគ្រួសារនេះមិនប្របាកទេបងប្អូនដូចបងប្អូនបានឃើញនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងមាន់ក៏ខ្ញុំមានទាក៏ខ្ញុំមានកង្ងានក៏ខ្ញុំមានបាទខ្ញុំចិញ្ចឹមមិនច្រើនទេបាទសរុបទាំងអស់ប្រហែលជា50-60ក្បាលអីហ្នឹងប៉ុណ្ណឹងបាទក៏ប៉ុន្តែវាជួយខ្ញុំបានច្រើនចំពោះសាច់ម្ហូបគឺខ្ញុំមិនដែលទិញមកពីផ្សារទេបាទទិញតិចតួចដូចជាសាច់ជ្រូកដូចជាសាច់គោអីចឹងទៅកងានគឺខ្ញុំមានសម្រាប់ផ្ទះខ្ញុំទាគឺមិនខ្វះសម្រាប់ផ្ទះខ្ញុំទេមាន់អីជាដើមបាទមានរើសបានសុទ្ធសម្រាប់ប្រើប្រាស់ជាលក្ខណៈប្រចាំថ្ងៃបាទអញ្ចឹងយើងធ្វើវាទៅតិចតួចអីហើយចំពោះចំណីវាមិនសំខាន់ប៉ុន្មានទេយើងទៅលាប់ឲ្យវាស៊ីបន្លែស៊ីតកួនមានបាយទុអីជាដើមសំណល់ផ្ទះបាយអីចឹងយើងដាក់ឲ្យវាស៊ីទៅបាទថ្ងៃនេះមាននេះថ្ងៃនោះមាននោះចឹងទៅបាទការចិញ្ចឹមសត្វហ្នឹងវាជួយយើងបានច្រើនមកបានការអបសុកផងហើយបានចំណូលបាទសម្រាប់គ្រប់គ្រងគ្រួសារផ្លិចភ្នែកមាន់ទាធំផ្លិចភ្នែកមាន់ទាធំបានខែភ្ជុំចូលឆ្នាំបាទមានភ្ញៀវមិត្តភ័ក្តិមកលេងគឺយើងមានបាទយើងមានម្ហូបសម្រាប់ឲ្យយើងមិនចំណាយលុយទៅទិញផ្សារច្រើនទេបាទនេះគឺវីដេអូរបស់ខ្ញុំហើយមានតែប៉ុណ្ណេះជួបគ្នាវីដេអូក្រោយសូមជូនពរបងប្អូនទាំងអស់សុខភាពល្អហើយចិញ្ចឹមសត្វទាំងអស់គ្នាបាទសូមអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំបាទរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា